ប្រជានេសាទដែនសមុទ្រមួយចំនួននៅក្នុងខេត្តកោះកុងបានត្អូញត្អែពីផលប៉ះពាល់មកលើជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ដោយសារតែអ្នកនេសាទស្ទើរតែទាំងអស់ខកខានមិនបានចេញទៅនេសាទអស់រយៈពេល6ខែមកហើយគឺចាប់តាំងពីខែមិនិនារហូតមកដល់សប្តាហ៍ថ្ងៃនេះដោយសារតែអាកាសធាតុតំបន់សមុទ្រមានខ្យល់ព្យុះភ្លៀងមិនមានថ្ងៃណាលុះពេលឡើយលោកលនរិទ្ធប្រធានគណៈកម្មការបណ្ដាញសុខដុមរមនាសហគមន៍ខេត្តកោះកុងបានមានប្រសាសន៍ថាជាធម្មតាតំបន់សមុទ្រតែងតែមានភ្លៀងច្រើនជាងតំបន់ដីគោកតែជាច្រើនឆ្នាំកន្លងមកនេះមិនដែលជួបប្រទះអាកាសធាតុបែបនេះឡើយក្នុងចំណោមសមាជិកសហគមន៍ប្រមាណជាង700គ្រួសារជាអ្នកប្រកបរបរនេសាទមានតិចតួចណាស់ដែលហ៊ានប្រថុយប្រឋានចេញទៅនេសាទក្នុងពេលភ្លៀងធ្លាក់ប៉ុន្តែពេលខ្លះពួកគាត់ក៏ជួបខ្យល់ព្យុះក្រឡាប់ទូកជារឿយៗផងដែរសប្តាហ៍ថ្ងៃទូកនេសាទភាគច្រើនបានចតនៅមាត់ច្រាំងនិងអ្នកខ្លះបានរើសម្ភារៈមកទុកដាក់នៅផ្ទះវិញដើម្បីជួសជុលកែលម្អទូកហើយក៏មិនដឹងថាថ្ងៃណាមានឱកាសចេញទៅនេសាទទៀតឡើយលោកលនរិទ្ធបញ្ជាក់ថាដើម្បីចាប់ត្រីបានមកលក់នៅលើទីផ្សារអ្នកនេសាទត្រូវក្រោកពីម៉ោង 5 ទៀបភ្លឺដោយធ្វើដំណើរឆ្លងកាត់ដែនសមុទ្រក្នុងរយៈពេល 2 ម៉ោងទើបទៅដល់គោលដៅគឺតំបន់ដែលមានត្រីអាចចាប់បានហើយពេលរសៀលទើបនាំជោគមងមកដោះត្រីនៅមាត់ច្រាំងវិញជាទូទៅសម្រាប់ទូកនេសាទមួយគ្រឿងអាចរកត្រីបានពី1000ទៅ1500គីឡូក្រាមក្នុងមួយថ្ងៃហើយតម្លៃលក់ដុំប្រមាណ2500រៀលក្នុង1គីឡូក្រាម